ចំណុច5យ៉ាងដែលខ្ញុំគិតថាសៀមរាបគឺជាទីក្រុងឬក៏ខេត្តមួយដែលល្អបំផុតសម្រាប់ទេសចរក្នុងការរស់នៅក្នុងអាស៊ីអាគ្នេយ៍ហ្មងមិនមែនតែស្រុកខ្មែរអាស៊ីអាគ្នេយ៍ហ្មងទី1គឺសុវត្ថិភាពអ្នកគ្នាសុវត្ថិភាពនេះគឺល្អខ្ញុំសរសើរត្រង់ថាការគ្រប់គ្រងសុវត្ថិភាពទៅលើអីផ្សេងៗទាំងអស់គឺល្អមែនតើសូម្បីយើងជិះម៉ូតូដាក់ទូរស័ព្ទលើម៉ូតូឬក៏យើងថតអីផ្សេងក៏អត់មានណាឆក់ញ៉ៃញ៉ៃដែរគេរៀបចំមកល្អហើយបើយើងម៉ូតូដែលខ្ញុំជួលឬក៏អ្វីផ្សេងដែលយើងដាក់តាមផ្លូវអីគឺកម្រមានថាបាត់ឬការលួចកាត់កកាច់អីអត់មានទេកម្រសូមម៉ូតូធម្មតាគេជួលគេមានដាក់ GPS មិនសំខាន់យើងទៅណាយើងមានសុវត្ថិភាពខ្ញុំជួបមនុស្សនៅនេះច្រើនអ្នកនៅគាត់គេថាគឺសុវត្ថិភាពហ្មងគេថាគេអត់ខ្វល់ម៉ូតូគេដាក់ចោលហាថ្ងៃមួយយប់ទៅភ្លឺក៏អត់បាត់ដែរចុះអានេះវាចំណុចល្អមួយតែសុវត្ថិភាពសម្រាប់ម្នាក់ម្លេងម្នាក់នៅគឺមានអារម្មណ៍មួយគឺ safety ហ្មងវាថាសុវត្ថិភាពខ្លាំងទី2គឺតម្លៃនៅនេះអ្នកគ្នាតម្លៃរបស់ការញ៉ាំរបស់រស់នៅរបស់សេវាកម្មផ្សេងៗគឺតម្លៃសមរម្យអត់ថ្លៃពេកអត់ថោកពេកដែរបាយកាទៀវអីផ្សេងគឺតម្លៃទាបជាងនៅភ្នំពេញបើយើងប្រៀបធៀបនៅភ្នំពេញឥឡូវគឺភាគច្រើនគឺកាទៀវមួយចានគឺ$2ឡើងហើយនៅនេះអាចថា$2ឬក៏10000ប៉ុន្តែបើនិយាយពីគុណភាពវិញច្រើនជាងនៅភ្នំពេញដូចខ្ញុំទៅញ៉ាំនៅភ្នំពេញមួយចាន11000បាយសាច់មាន់កំភែគុណភាពនេះតែ10000តែវាច្រើនដូចបបរខ្ញុំញ៉ាំឃើញដាក់ក្នុងវីដេអូខ្ញុំបបរមួយចាន10000មាន់ស្រែទៀតអាហ្នឹងវាជារឿងមួយដែលល្អហើយការតាក់នៅគឺវាថ្លៃដែរអាហ្នឹងខ្ញុំលើកឡើងថាខែ season ទៅពេលដែលមានទេសចរច្រើននៅវាអាចឡើងថ្លៃតាមហ្នឹងតិចតួចចឹងទៅអូខេចឹងនេះជាយុគទី2អ្នកនរគ្នាខ្ញុំសារលបងជាមួយនឹងដមហ្នឹងគឺប្រភេទគេរួមគ្នាមួយគេហើយបន្ទប់នេះឥឡូវអត់ទាន់មានមនុស្សទេទោះមានខ្ញុំម្នាក់ទេព្រោះសារថ្ងៃនេះខ្ញុំមានសក់អញ្ចឹងខ្ញុំអត់មានមនុស្សទេពីច្រើនតែទឹកសម្បូរនេះច្រើនហើយខ្ញុំសាកល្បងលើកទី1នេះខ្ញុំធ្លាប់គេងម្ដងពីមុនតែគេមិនមិត្តភ័ក្តិរបៀបអញ្ចឹងប៉ុន្តែឥឡូវនេះគឺមួយគេសុទ្ធហ្មងហើយខ្ញុំដឹងថាវាបែបមិនណាចង់សាកល្បងហើយតម្លៃវា$8ខ្ញុំគិតថា$8នេះគឺវាអត់ថ្លៃពេកក៏អត់ថោកពេកដែរពីច្រើនបើតាខ្ញុំដឹងម្ដងតម្លៃពី$5ទៅ$6នឹងតម្លៃដែលសមរម្យណានៅសៀមរាប$5ទៅ$6តែនេះ$8ហើយបន្ទប់ឡែងគេដូចឃើញហ្នឹងវាយើងធំគួរសមដែរមកល្មមខ្លួនយើងម្នាក់ឯងអ្វីដែលខ្ញុំពិបាកហ្នឹងគឺទី1ពុញទឹកត្រូវអាចចេញទៅខាងក្រៅហើយរឿងទី2គឺយើងខ្លាចមានការរំខានពីគេអ្នកខ្លះអាចគេងសមុកអ្នកខ្លះគេងសមុកខ្លាំងក៏បាក់គេខ្ញុំមួយថ្ងៃបើយប់នោះដឹងតែចោលហ្មងទី2គឺពាក់ព័ន្ធជាមួយនឹងគេចេញចូលធម្មតាយើងមកកំសាន្តអ្នកខ្លះចូលម៉ោង1ម៉ោង2អ្នកខ្លះចូល early ម៉ោង8 9ក៏មានអញ្ចឹងការគេវាអាចមានការរំខានហើយបើសិនអ្នក sensitive ខ្លាំងគឺថាដុំមិនសម្រាប់អ្នកគ្នាតែសម្រាប់ខ្ញុំចង់សាកខ្ញុំក៏ sensitive ដែរខ្ញុំមានបញ្ហាមួយគឺខ្វះក្នុងការគេអញ្ចឹងខ្ញុំចង់ try វាចង់សាកល្បងវាថាតើវាយ៉ាងម៉េចទី3ពាក់ព័ន្ធជាមួយនឹងមនុស្សរស់នៅក្នុងខេត្តសៀមរាបគឺភាគច្រើនគឺគាត់រស់រាយគឺគាត់រាក់ទាក់ទទួលស្វាគមន៍ទៅលើភ្ញៀវទេសចរនិងអ្នករស់នៅនឹងហើយភាគច្រើនជាខ្មែរភាគច្រើនខ្ញុំគិតថាពួកគាត់រស់រាយប៉ុន្តែនៅនេះក៏រស់រាយខ្លាំងដែរនេះគឺចំណុចសំខាន់ចំណុចទី4គឺនៅសៀមរាបក្នុងឆ្នាំនេះឆ្នាំ2021នេះគឺមានឡៃដើរកំសាន្តច្រើនមែនទែនក្រៅពីប្រាសាទយើងមានតំបន់ផ្សេងដូចជាសហគមន៍មានហាងមានកន្លែងញ៉ាំអីមានកាហ្វេកន្លែងកំសាន្តច្រើនមែនទែនដែលយើងពីច្រើនអ្នកខ្ញុំជឿថាចាស់ដែលពីមុនគាត់មកលេងលេងប្រាសាទគឺគាត់លេងសៀមរាបគឺគាត់មកតប្រាសាទទេហើយគាត់ទៅវិញហើយតែប៉ុណ្ណឹងតែឥឡូវយើងមានកន្លែងកំសាន្តច្រើនតែយើងអាចផៃរ៉ូតក្នុងអ៊ីនធឺណិតគឺអត់ខ្វះទាំងសម្រាប់វ័យកណ្ដាលវ័យចាស់ឬវ័យក្មេងគឺបានអត់នេះដែលឃើញនោះបឹងទន្លេសាបនោះបឹងទន្លេសាបទៅពីយើងមើលពីលើគឺធំខ្លាំងមែនទែនហើយនោះកំពង់ភ្លុកផ្លូវទៅកំពង់ភ្លុក ត
từ chỉ tam tu con tứ ta đọt bằng cái lệ sa thùng sang say là phê lên tí hai bù mê nữa bọc chấp đam lệp tập bạn gà tất tiết đấy hay chừng nói tí pram này cái tha chìm nói cam phốt nó cứ xịn miếng cứ chỉ cái lại mùi đại ai kia lời chật chừng màn anh ấy chưa rương vật của nơi xịn miếng kia tầm mòn mùi đại tập bộ lại pressure thùng đại so vìโบราณ สอดปีสมัยกลางดาวเมาส์จะรวมอยู่มวยประสาทรวมอยู่มวยน้ำไปอากาศเซ็งคือ fresh คือถ้าสดสลายให้ยามเมามันไอ้ยังแมวท่าวิวอ๋อเดี๋ยวซาไอ้ยืนอัฐกาปัญญาแต่นาเดี๋ยวยามเมาคุยชิลมันไอ้จังเตยมาตู้จังเตยมันยำจังแต่นาtiếpมันยำเตยติดยำอัดคอมท่าอ้อยำถือจำแหละนู้นหรือถือตามแหละนู้นแม้ท่าได้เกี่ยวล้อดิขี้เนี่ยเป็นก่อนท่ายามเมามันไอ้ยังไอ้เมียนเปรี้ยวเลยกุศลน้องกาแต่ยังไอ้điជាមួយនឹងបរិយាកាសជំវិញហ្នឹងណាតែយើងក្រុមដើមឈើនេះស្អាតណាហើយនៅខាងក្រោយយើងគឺបែកក្រោយសាត់គោវត្តអ្នកនៅធ្វើការនេះគឺដូចមានក្រុមការងារធ្វើការនេះអញ្ចឹងគាត់ពេលច្រើនគឺគាត់ពេលដែលគាត់ stress ពេលគាត់ចេញការងារគាត់អាចមក relax នៅបនផ្សារបាននៅតាមបឹងនៅតាមព្រៃឈើផ្សេងៗណាហើយខ្ញុំចូលចិត្តមួយទៀតគឺថ្ងៃពេលដែលខ្ញុំមកចាំអត់ថ្ងៃបនថ្ងៃអីចឹងគឺឆ្លាស់ល្អតែអត់មានពិជាតិជន់កគ្នាទេគឺវាឆ្លាស់វាមិនឆ្លាស់ពេកទេកន្លែងនេះចង់និយាយថាទេសចរនៅតែមានចឹងប៉ុន្តែវាមានជនបរទេសខ្មែរមានតិចតួចដូចខ្ញុំមានខ្ញុំខ្លះទៅមានឃើញខ្លះព្រោះថ្ងៃនេះថ្ងៃធម្មតាចឹងវាល្អខ្ញុំជិះដែរថ្ងៃឆ្លាស់ចឹងវាស្រួលទៅណាមកណាវាអត់ពិបាកកន្លែងចតបាច់ជីជាតិគេហើយណាមួយវាថតរូបវាឃើញស្អាតឃើញទលាយល្បងអត់មានមនុស្សទេนั่นโจจัด I love it